វិធីសាស្ត្រក្នុងការ trade គឺមានច្រើនមែនទែនប៉ុន្តែវិធីសាស្ត្រមួយនេះគឺងាយស្រួលជាងគេដែលអ្នកគ្នាអាចទទួលបាន commission ពី market បានអញ្ចឹងមើលវីដេអូនេះដល់ចប់ដូច្នេះអ្នកគ្រាន់តែបើកទៅលើ exchange របស់អ្នកទាំងអស់គ្នាដែលអ្នកគ្នាកំពុងតែធ្វើការ trade រាល់ថ្ងៃហ្នឹងទៅតោះមកអ្នក open ទៅលើ future អ្នកគ្នាឃើញពាក្យថា funding rate និង countdown អញ្ចឹងអាកន្លែងដកហ្នឹងមានន័យថាម៉េចហើយកន្លែង countdown ហ្នឹងមានន័យថាម៉េចអញ្ចឹងខ្ញុំបញ្ចូលពាក្យថាអាកន្លែង funding rate ហើយមានសញ្ញាដកហ្នឹងសិនអញ្ចឹងរាល់អ្នកគ្នាឃើញអវិជ្ជមានណាឲ្យតែមានសញ្ញាដកពីមុខអញ្ចឹងមានន័យថារាល់អ្នកគ្នាបើក position buy នោះអ្នកនរនឹងទទួលបាន commission ពី market អញ្ចឹងបាននៅពេលណាអញ្ចឹងនៅពេលដែល countdown នេះចប់មែនណា countdown នេះវានឹងចប់នៅ4ម៉ោងបន្ទាប់អញ្ចឹងមានថារាល់អញ្ចឹងមានន័យថានៅពេលដែល4ម៉ោងនេះបានបញ្ចប់ហើយនោះ commission រាល់ពេលអ្នកបើក position គឺអ្នកនឹងទទួលបានពី market អញ្ចឹងមានន័យថាអញ្ចឹងមានន័យថាអាកន្លែង countdown នេះមានន័យថាវានឹងបិទបន្ទាប់មកគេនឹងទូទាត់សាច់ប្រាក់ commission ចូលទៅក្នុងគណនីរបស់អ្នកទាំងអស់គ្នាមានថាទទួលក្នុងចូលទៅក្នុង wallet របស់អ្នកទាំងអស់គ្នាអញ្ចឹងវានៅសល់ពេល4.53 នាទីទៀតនឹងចប់ countdown អញ្ចឹងរាល់អ្នកទាំងអស់គ្នាដែលបើក position ក្នុងអំឡុងពេលហ្នឹងសម្រាប់អ្នកដែលគាត់ buy ឯងអញ្ចឹងបើឃើញអវិជ្ជមានមានន័យថាដែលឃើញសញ្ញាដកហ្នឹងមានន័យថា commission ទាំងអស់នឹងវេចូលទៅ wallet អ្នកដែលគាត់បើក position buy ហើយបើសិនជាអ្នកដែលគាត់បើកposition sell គឺអត់បានទេ commission នឹងអត់បានទេហើយបើសិនជាអ្នកនរគ្នាឃើញកន្លែងនេះអត់មានសញ្ញាដកវាវិជ្ជមានអញ្ចឹងមានន័យថារាល់អ្នកទាំងអស់គ្នាដែលបើក position sell ឬក៏ short ហ្នឹងនឹងទទួលបាន commission ពី market ដែលអ្នកទាំងអស់គ្នាចូលស្ដាប់ខ្ញុំបន្តណាអញ្ចឹងមានន័យថាអ្នកទាំងអស់គ្នាត្រូវបដោតទៅលើភាពផ្លាស់ប្ដូរនៃ funding rate ហើយនឹង countdown នោះអ្នកនរគ្នានឹងទទួលបាន commission ពីផ្សាររាល់ពេល countdown នេះចប់វានឹង load ទៅ funding rate ថ្មីឬក៏ប្រែប្រួលតម្លៃថ្មីចប់មក countdown នឹងហើយមានន័យថាអ្នកនរគ្នានឹងទទួលបាន commission ពី market អញ្ចឹងបើសិនអ្នកគ្នាចង់លម្អិតអ្នកគ្នាអាចចុចមើលទៅគេនឹងនិយាយបកស្រាយហើយថាបានអញ្ចឹងណាហើយអ្នកគ្នាចង់មើលថាកាលណាខ្លះដែលបាន funding rate ខ្ពស់អ្នកគ្នាចូលមើលទៅក៏ចុចទៅគេមានប្រាប់ហើយនេះអ្នកគ្នាអាចយក all ទៅចង់ដឹងថាfunding rate ណាខ្ពស់នេះឃើញខ្ញុំនិយាយមុនហ្នឹងនេះវិជ្ជមានឃើញ funding rate នេះវិជ្ជមានសម្រាប់ Ethereum មានន័យថារាល់អ្នកទាំងអស់គ្នាបើក commission បើក position sell នោះនឹងទទួលបាន commission ពីអ្នកដែលគ្នាបើក position កំពុងតែ sell ឃើញទេអានេះមានសញ្ញាដកអញ្ចឹងអវិជ្ជមានអញ្ចឹងអ្នកនរគ្នានឹងទទួលបាន commission រាល់អ្នកគ្នាបើក position buy ឬក៏ long ហ្នឹងរាល់ពេលចប់មក countdown អ្នកនរគ្នានឹងទទួលបាន commission ពី exchange របស់អ្នកនរគ្នាដែលធ្វើការ trade ហ្នឹងហើយអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ trade នេះក៏បាន XAU អញ្ចឹងទៅឃើញទេសម្រាប់អ្នកដែលនេះ funding rate បច្ចុប្បន្ននេះសម្រាប់អ្នកដែលគាត់កំពុងតែ sell នឹងទទួលបាន commission រាល់ពេលចប់ countdown អញ្ចឹង countdown នេះមាននេះចិត្តចប់ហើយនេះសល់តែ1ម៉ោងទៀតទេអញ្ចឹងអ្នកដែលគាត់បើក position sell នឹងទទួលបាន commission ពី market ហើយខ្ញុំសូមបញ្ជាក់ដែរក្នុងលិខិតមួយនេះដែរអ្នកគ្នាគួរតែលេងចុងម៉ោង countdown មានន័យថាសល់1ម៉ោងឬក៏កន្លះម៉ោងយូរបំផុត2ម៉ោង countdown ហើយអ្នកគ្នាស្របជាមួយនឹង strategy របស់អ្នកទាំងអស់គ្នាទៅអញ្ចឹងរាល់ពេលចិត្តចុងម៉ោងអ្នកទាំងអស់គ្នាអាចធ្វើការបើក position ទៅដើម្បីទទួលបាន commission ពីទីផ្សារនេះឃើញទេវិជ្ជមានបូកអញ្ចឹងអ្នកទាំងអស់គ្នាដែល sell នឹងទទួលបាន commission ពីការដែល sell មាសនេះគេសល់នៅសល់យើងនិយាយថាសល់1ម៉ោងចាំម៉ោង countdown នឹងចប់អញ្ចឹងចប់ម៉ោង countdown នេះប្រាក់នឹងទូទាត់ចូលទៅក្នុងគណនី wallet របស់អ្នកទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអ្នកនឹងអាចនឹងយល់ហើយមួយទៀតនៅកន្លែង funding rate នេះអាចនឹងបញ្ជាក់ពីការបំលាស់បំរួលនៃទីផ្សារដែលគេចង់ឲ្យទីផ្សារនឹងឡើងឬទីផ្សារចុះគឺអាស្រ័យទៅលើ funding rate ដូចគ្នាអញ្ចឹងមានន័យថា funding rate កន្លែងនេះពេលខ្លះវាអាចនឹងឲ្យខ្ពស់មានន័យថាឲ្យ commission ខ្ពស់នឹងមានន័យថាទីផ្សារគឺកំពុងតែចង់បំរែបំរួលអញ្ចឹង funding rate នឹងសំខាន់មែនទែនដែលវាអាចធ្វើការប្រែប្រួល market មួយរំពេចភ្នែកនឹងគឺដោយសារតែ funding rate ហ្នឹងឯងអញ្ចឹងបច្ចុប្បន្ននេះខ្ញុំ wholesale អញ្ចឹងបច្ចុប្បន្នខ្ញុំ wholesale នៅពេលដែលចប់
countdown នេះខ្ញុំនឹងទទួលបាន commission ពីការបើក position sale របស់ខ្ញុំអញ្ចឹងគ្នាឃើញទេចុងមកនេះសល់ប្រហែលនាទីទៀតហ្នឹងគឺខ្ញុំនឹងទទួលបាន commission ពី market ហើយអត់មានក្បាច់អីច្រើនទេចំពោះ funding rate គឺយុទ្ធសាស្ត្រគឺ strategy មួយហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នា trade នៅពេលដែលចុងម៉ោងបានហើយអញ្ចឹងអ្នកគ្នាចិត្តចប់ចុងម៉ោងអ្នកនឹងទទួលបាន commission ហើយអ្នកគ្នាចាំធ្វើការបើក position ទៅឲ្យតែពេលចិត្តចប់ចុងម៉ោងគឺអ្នកនឹងទទួលបាន commission ពី market អញ្ចឹងហើយពី market ហើយអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯង funding rate អត់មាននិយាយច្រើនទេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយក strategy នេះប្រើការបានដើម្បីទទួលបាន commission ពី market អូខេ bye ពីខ្ញុំ iCredit Cycle Trading